រឿងនេះចាប់ផ្ដើមនៅឯទីធ្លាមួយដែលពងឥន្ទ្រីមួយគ្រាប់បានធ្លាក់ចូលទៅក្នុងសម្បុកមាន់ដោយចៃដន្យមេមាន់ចិត្តល្អមួយក្បាលបានក្រាបពងនោះរហូតទាល់តែញាស់មកជាកូនឥន្ទ្រីតូចមួយកូនឥន្ទ្រីដែលយើងហៅថាគោបានធំដឹងក្តីជាមួយបងប្អូនមាន់តូចៗហើយបានរៀនពីជីវិតជាសត្វមាន់វាមិនដែលមានគំនិតថាខ្លួនខុសពីគេនោះទេប៉ុន្តែរាល់ពេលដែលវាដើររកចំណីគោតែងឃើញស្រមោលធំមួយរសាត់កាត់លើមេឃភាពឆ្ងល់ចាប់ផ្ដើមដកក្នុងចិត្តរបស់វាហេតុអ្វីបានជាសត្វខ្លះអាចហោះបានហើយវាមិនអាចពេលសួរទៅមេមាន់ម៉ែក៏បានពន្យល់យ៉ាងខ្លីថានោះគឺសត្វឥន្ទ្រីវាខុសពីយើងជាមាន់ដែលជាសត្វរស់នៅបានតែលើដីក៏បានយល់ព្រមតាមសម្ដីរបស់ម៉ែវាគិតថាខ្លួនគឺជាសត្វមាន់ទោះបីរូបរាងខាងក្រៅខុសប្លែកពីគេបន្តិចក៏ដោយការកំណត់អត្តសញ្ញាណនេះបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តរបស់វាប៉ុន្តែតើយើងពិតជាត្រូវកំណត់ខ្លួនឯងតាមរយៈអ្វីដែលបរិស្ថានជុំវិញបានប្រាប់យើងមែនទេថ្ងៃមួយគោបានដើរដល់គែមរបងក៏ស្រាប់តែប្រទះឃើញមេឥន្ទ្រីមួយក្បាលមេឥន្ទ្រីបានសួរដោយផ្ទាល់ថាឯងទៅរកចំណីជាមួយយើងទេគោបានឆ្លើយដោយការភ័យខ្លាចថាខ្ញុំមិនអាចហើរបានទេព្រោះខ្ញុំជាសត្វមាន់មេឥន្ទ្រីបានសើចតិចៗហើយនិយាយថាទេឯងអាចហើរបានបើមិនជឿឯងសាក់លោតឡើងលើដុំថ្មនេះមើលគោបានធ្វើតាមទាំងមិនជឿថាអាចធ្វើបានវាលោតបានបន្ទាប់មកមេឥន្ទ្រីបន្តជំរុញឲ្យលោតឡើងលើរបងហើយបន្តទៀតរហូតដល់ដើមឈើរាល់ជំហានតូចៗទាំងនេះគឺជាការបំបែកនៅគំនិតដែលចាក់ស្រះក្នុងខ្លួនថាខ្ញុំជាមាន់ឥឡូវនេះមេឥន្ទ្រីបាននិយាយថាសាក់ទទះស្លាបឲ្យខ្លាំងៗហោះឡើងលើភ្នំមើលតើអារម្មណ៍របស់អ្នកយ៉ាងណាដែរពេលដែលអ្នកដឹងថាដែនកំណត់ដែលអ្នកធ្លាប់ជឿគ្រាន់តែជារនាំងផ្លូវចិត្តប៉ុណ្ណោះគោបានហោះឡើងហើយវាក៏អាចធ្វើបានទៀតមិនត្រឹមតែប៉ុណ្ណោះថែមទាំងហោះបានឆ្ងាយទៀតផងកូនឥន្ទ្រីដែលធ្លាប់គិតថាខ្លួនជាមាន់នោះបានរកឃើញសេរីភាពនិងអត្តសញ្ញាណពិតរបស់ខ្លួនចាប់ពីពេលនោះមកជីវិតរបស់វាត្រូវបានផ្លាស់ប្ដូរទាំងស្រុង